ជាប់ពាក្យបានជាង5ខែពិធីការនីហេងកែវនីតាត្រៀមសម្រាប់កូនឆាប់តាមរយៈវីដេអូនិងរូបភាពជាច្រើននេះបង្ហាញឲ្យឃើញថាពិធីការនីរូបស្រស់ហេងកែវនីតាកំពុងមានផ្ទៃពោះនិងត្រៀមសម្រាប់កូនក្នុងពេលឆាប់បន្ទាប់ពីភ្ជាប់ពាក្យបានជាង5ខែបន្ទាប់ពីពិធីការនីហេងកែវនីតាចូលរួមពិធីមង្គលការរបស់បងប្អូនតារាកំ pl ែងប៉ៃឌីកាលពីពេលថ្មីនេះបានធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះនាងមានផ្ទៃពោះចិត្តគ្រប់ខែហើយក្រោយពីប្រកាសភ្ជាប់ពាក្យបានជាង5ខែអ្វីត្បិតតែកំពុងមានផ្ទៃពោះក៏ពិតមែនប៉ុន្តែហេងកែវនីតានៅតែមានរូបស្រស់ស្អាតទាំងមិត្តភ័ក្តិក៏ដូចជាអ្នកគាំទ្របានលាន់មាត់សរសើរថានាងសស្អាតជាងពេលនៅលាវទៅទៀតដោយមហាជនបានដឹងស្រាប់ហើយថាពិធីការនីហេងកែវនីតាបានភ្ជាប់ពាក្យកាលពីថ្ងៃទី19កញ្ញាឆ្នាំ2025ដោយបានអញ្ជើញមិត្តភ័ក្តិសិល្បករជាច្រើនចូលរួមអបអរសាទរចំពោះពិធីមង្គលការរបស់នាងនៅពុំទាន់រៀបចំនៅឡើយទេដោយសារតែនាងចង់ទុកពេលវេលាដើម្បីបំពេញការងារមួយចំនួនឲ្យចប់សិនប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺនាងបែរជាបង្ហាញវត្តមាននៅពេលដែលខ្លួនកំពុងមានផ្ទៃពោះចិត្តគ្រប់ខែទាំងមិនទាន់រៀបចំពិធីមង្គលការតាមគម្រោងដែលខ្លួនបានគ្រោងទុកទោះជាយ៉ាងណាទាំងមិត្តភ័ក្តិសិល្បករក្នុងនិងក្រៅសិល្បៈព្រមទាំងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរនាងមានសុខភាពល្អទាំងម្ដាយនិងកូនហេងកែវនីតាពិតជារីករាយជាមួយកំណើតកូនដំបូងរបស់ខ្លួនណាស់សូម្បីតែស្វាមីនាងក៏មិនបានធ្វើឲ្យនាងធ្វើការងារបន្តទៀតដែរដោយបានផ្អាកការងារទាំងស្រុងដើម្បីទុកពេលវេលាថែទាំសុខភាពចាប់តាំងពីមានកូនមកហេងកែវនីតាកាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមីទ្វេដង